ok នេះគឺជាការតេស្តទៅលើអេក្រង់ភាពធន់អញ្ចឹងអានេះគឺជាប្រដាប់ដែលយើងបាញ់ទៅលើក្តារបាញ់ជាប់អញ្ចឹងយើងធ្វើការដាក់ទូរស័ព្ទហ្នឹងហើយយើងបាញ់ជើទៅលើទូរស័ព្ទហ្នឹងបងនេះកន្លែងដែលបាញ់តែថាអាចមើលបានអត់មានស្នាមឬក៏អីទេសួស្តីអ្នកនរនេះគឺជាកម្មវិធីសម្ពោធជាផ្លូវការអំពីទូរស័ព្ទ Redmi Note 15 Series 5G ហើយនៅខាងនោះគឺជា Titan Lab ដែលយើងអាចធ្វើការតេស្តអំពីភាពធន់នៅលើទូរស័ព្ទនេះបានទាំងទឹកក្តៅទឹកត្រជាក់ការធ្លាក់ការទម្លាក់ជាច្រើនប្រភេទមែនតើអញ្ចឹងយើងទៅធ្វើការតេស្តទាំងអស់គ្នាចង់ដឹងថាទូរស័ព្ទនឹងធន់ប៉ុណ្ណាយើងទៅមើលទាំងអស់គ្នាអញ្ចឹងនេះគឺជាទូរស័ព្ទហើយនេះគឺជាទឹកក្តៅ90 អង្សាសេអញ្ចឹងយើងធ្វើការយកទូរស័ព្ទឥឡូវនេះយើងកំពុងតែតេស្តនៅក្នុងកម្រិតទឹកក្តៅអង្សាសេហើយយើងចូលដាក់ចូលទៅក្នុងទឹកនេះវិញម្ដងអូខេហើយយើងមានការតេស្តមួយទៀតគឺតេស្តជាមួយនឹងការទម្លាក់គ្រាប់នៅលើកញ្ចក់អេក្រង់មួយទៀតមានស្នាមទេទូរស័ព្ទមួយនេះគឺទូរស័ព្ទដំណើរការហើយធន់មិនធន់យើងធ្វើអញ្ចឹងប្រយ័ត្នអត់បែកទេហើយមិនគ្រាប់ស្អុយទេមិនដេញស៊ីណាអូខេបន្ទាប់ពីយើងបានធ្វើការតេស្តហើយយើងនឹងចូលទៅក្នុងកម្មវិធីដែលគេសម្ពោធជាផ្លូវការហ្នឹងដើម្បីដឹងបន្ថែមអំពី spec ហើយនិងតម្លៃដែលគេប្រកាសជាផ្លូវការនៅក្នុង ID ផ្ទាល់តែម្ដងអញ្ចឹងយើងចូលទៅមើលថានៅក្នុងហ្នឹងមានការប្រកាសអ្វីខ្លះខ្ញុំនឹងអាប់ដេតជូនអ្នកនរនៅខាងក្នុងនៅលើដៃរបស់ខ្ញុំនេះគឺជា Redmi Note 15 Pro Plus 5G ដែលជាទូរស័ព្ទមួយគេរចនាផ្ដោតសំខាន់ទៅលើភាពធន់ហើយនិងកាមេរ៉ា200 megapixel ដែលអាចធ្វើការថតរូបបានយ៉ាងស្រស់ស្អាតអញ្ចឹងបើសិនជាបងប្អូនកំពុងតែចាប់អារម្មណ៍ទៅលើទូរស័ព្ទមួយគ្រឿងនេះយើងចូលទៅកាន់លំអិតអំពី spec ហើយនិងមុខងាររបស់វាជាមួយនឹងខ្ញុំទាំងអស់គ្នាចាប់ផ្ដើមជាមួយនឹងការបើកប្រអប់សម្រាប់ទូរស័ព្ទមួយគ្រឿងនេះគឺយើងទទួលបានជាមួយនឹងទូរស័ព្ទមួយខ្សែសាក USB Type C មួយហើយនិងដុំសាក100 W មួយហើយនឹង case ការពារទូរស័ព្ទមួយនៅពេលដែលខ្ញុំចាប់កាន់ជាមួយនឹងទូរស័ព្ទមួយគ្រឿងនេះគឺឃើញថាតាក់ទងជាមួយនឹង build quality របស់វាគឺឃើញថាប្រសើរជាងមុនបើសិនជាប្រៀបធៀបជាមួយនឹង Redmi Note 14 ដែលចេញតាំងពីឆ្នាំមុនហើយតាក់ទងជាមួយនឹងការ design វិញគឺឃើញថា premium តែម្ដងដែលយើងទទួលបានជាមួយនឹងកាមេរ៉ានៅខាងក្រោយនៅខាងកណ្ដាលនេះចំពោះកម្រាស់របស់ទូរស័ព្ទនេះគឺមិនក្រាស់ពេកទេហើយបើតាក់ទងជាមួយនឹងទម្ងន់របស់វាក៏វាមិនធ្ងន់ដែរដែលខ្ញុំអាចធ្វើការកាន់ប្រើប្រាស់ដៃមួយបានយ៉ាងអត់ចាំបាច់បារម្ភនោះទេហើយចំពោះទូរស័ព្ទមួយគ្រឿងនេះវាមកជាមួយនឹងភាពធន់លំដាប់កម្ពស់តែម្ដងដែលវាបំពាក់មកជាមួយនឹងអាវក្រោះការពារទឹកនិងធូលី IP69K ដែលយើងអាចធ្វើការប្រើប្រាស់បានគ្រប់កលៈទេសៈដោយមិនចាំបាច់បារម្ភនោះទេហើយខ្ញុំក៏បានធ្វើការតេស្តផ្ទាល់ជាមួយនឹងទូរស័ព្ទមួយគ្រឿងនេះក្នុងការដែលយើងទម្លាក់ការដែលយើងត្រាំទឹកបន្ទាប់មកទៀតគឺយើងយកមកតេស្តប្រើគឺនៅដំណើរការធម្មតាអត់មានបញ្ហាអីនោះទេបន្ថែមពីនឹងទៀតចំពោះទូរស័ព្ទមួយគ្រឿងនេះគឺទទួលបានជាមួយនឹងវិញ្ញាបនបត្រ SGS លំដាប់95ទៅលើភាពធន់ដែលវាអាចធ្វើការការពារទៅលើការធ្លាក់ការកោះឆ្កូតការគៀបការសង្កត់ឬក៏ការពុតជាដើមជាធម្មតានៅពេលដែលយើងប្រើទូរស័ព្ទប្រចាំថ្ងៃគឺយើងមិនដឹងថាពេលណាវាធ្លាក់ដៃវាល្អិលឈូសឬក៏វារបូតចេញពីកប៉ាល់របស់យើងនោះទេអញ្ចឹងបើសិនជាទូរស័ព្ទមួយហ្នឹងវាធន់ទៅលើរឿងអស់ហ្នឹងយើងក៏ចាំបាច់បារម្ភផងដែរបើភាពធន់តាក់ទងជាមួយនឹងកញ្ចក់របស់វាវិញគឺយើងទទួលបានជាមួយនឹង Corning Gorilla Glass Victus 2ដែលវាអាចធ្វើការការពារទៅលើការកោះឆ្កូតឧទាហរណ៍ថាយើងដាក់ទូរស័ព្ទជាមួយនឹងសោទៅគឺវាអាចការពារទៅលើការកោះឆ្កូតពីសោមកលើអេក្រង់របស់ទូរស័ព្ទរបស់យើងបានចំណុចបន្ទាប់ខ្ញុំចង់និយាយអំពីកាមេរ៉ានៅលើទូរស័ព្ទនេះម្ដងដែល Redmi Note 15 Pro Plus 5G នេះគឺយើងទទួលបានជាមួយនឹង main camera នៅខាងក្រោយដែលមានទំហំរហូតដល់200 megapixel ជាមួយនឹងប្រព័ន្ធទប់លំនឹង OIS ក៏ដូចជា Ultra Wide Lens ដែលមានទំហំ8 megapixel សម្រាប់យើងប្រើប្រាស់ក្នុងការចាប់ប្លង់ទូលាយនៅក្នុងនោះក៏មានជាមួយនឹង2គុណហើយនិង4គុណ zoom ផងដែរដែលយើងអាចធ្វើការប្រើប្រាស់សម្រាប់ចាប់ប្លង់នៅឆ្ងាយហើយតាក់ទងជាមួយនឹងគុណភាពដែលថតនៅលើទូរស័ព្ទនេះគឺឃើញថា quality របស់វាគឺ sharp ល្អហើយខ្ញុំក៏បានធ្វើការថតតាមរយៈប្លង់ទូលាយហើយនិងប្លង់ zoom ក៏ដូចជាប្រើប្រាស់វាសម្រាប់ថតនៅពេលយប់ឬក៏ប្លង់ low light ផងដែរចំពោះកាមេរ៉ានៅខាងមុខគឺយើងទទួលបានជាមួយនឹងទំហំ32 megapixel សម្រាប់យើងប្រើប្រាស់ក្នុងការថត selfie ហើយនៅក្នុងនោះដែរក៏មានជាមួយនឹងការថតពង្រីកមុំ 0.8 ដែលវាផ្ដល់ភាពងាយស្រួលក្នុងការដែលយើងចង់ថតជាមួយនឹងមិត្តភ័ក្តិឬក៏យើងចង់ថតនៅប្លង់ដែលមានភាពចង្អៀតអីជាដើមខ្ញុំក៏បានធ្វើការយកទូរស័ព្ទនេះទៅថតជាវីដេអូមួយចំនួនដែរអ្នកទាំងនេះអាចឃើញនៅលើ screen បានហើយចំពោះកម្រិតក្នុងការថតវីដេអូវិញនៅលើទូរស័ព្ទនេះគឺយើងអាចធ្វើការថតបាននៅក្នុងកម្រិត 4K 30 frame អញ្ចឹងតាក់ទងជាមួយនឹងគុណភាពហ្នឹងគឺវាសមរម្យក៏ដូចជាវាស័ក្តិសមបំផុតហើយសម្រាប់ឲ្យយើងប្រើប្រាស់
ក្នុងការដែលយើងផលិតជា content យកទៅ post នៅលើ social media ចំណុចបន្ទាប់ទៀតដែលខ្ញុំចង់លើកឡើងអំពីទូរស័ព្ទមួយគ្រឿងនេះគឺតាក់ទងជាមួយនឹងគុណភាពថ្មរបស់វាដែលនៅលើ Redmi Note 15 Pro Plus 5G នេះគឺយើងទទួលបានជាមួយនឹងគុណភាពថ្មដែលមានទំហំ 6500 mAh ដែលយើងអាចធ្វើការប្រើប្រាស់បានមួយថ្ងៃដោយមិនចាំបាច់យកឆ្នាំងសាកទៅតាមខ្លួននោះទេហើយបើសិនជាយើងជាអ្នកដែលប្រើការងារតិចតួចទៀតពេលខ្លះគឺយើងអាចធ្វើការប្រើបានរហូតដល់ 2 ថ្ងៃឯណោះហើយទូរស័ព្ទមួយនេះគឺប្រើប្រាស់ជាមួយនឹងកម្លាំងសាក 100W Hyper Charge ដែលយើងអាចធ្វើការសាកថ្មបានយ៉ាងលឿនតែម្ដងបើសិនជាបងប្អូនជាអ្នកដែលប្រើតកូ Redmi ពីមុនមកតាក់ទងជាមួយនឹងគុណភាពថ្មក៏ដូចជាកម្លាំងសាកនេះគឺឃើញថាវា upgrade ច្រើនមែនទែនហើយចំណុចមួយទៀតដែល Xiaomi មិនដែលភ្លេចនៅលើផលិតផលរបស់គាត់គឺតាក់ទងជាមួយនឹង reverse charging អញ្ចឹងនៅលើទូរស័ព្ទមួយនេះក៏មានជាមួយនឹងការ support reverse charging 22.5W ដែលយើងអាចធ្វើការយកទៅសាកទៅលើ speaker ទៅលើកាសឬក៏គ្រឿង electronic របស់យើងផ្សេងៗបានដែរក្នុងករណីដែលយើងទៅតំបន់ដាច់ស្រយាលយើងអត់មាន power bank ហើយកាសរបស់យើងអត់ថ្មដោតសាកចេញពីទូរស័ព្ទនេះចូលទៅកាសវិញក៏បានដែរនៅខាងមុខវិញគឺយើងទទួលបានជាមួយនឹងអេក្រង់ដ៏ធំដែលមានទំហំ 6.83 អ៊ីង 1.5K Crystal Rest AMOLED display ជាមួយនឹងកម្រិត refresh rate រហូតដល់ 120Hz ចំពោះកម្រិតពន្លឺវិញនៅលើទូរស័ព្ទមួយនេះគឺឃើញថាខ្ពស់ល្អដែលយើងទទួលបានជាមួយនឹង brightness nit រហូតដល់ 3200 ដែលយើងអាចធ្វើការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃដោយមិនចាំបាច់បារម្ភនោះទេខ្ញុំចាប់អារម្មណ៍ថាកម្រាស់ bezel របស់វាគឺឃើញថារាងស្ដើងអញ្ចឹងវាផ្ដល់ភាពងាយស្រួលមែនទែននៅពេលដែលយើងចង់ប្រើប្រាស់សម្រាប់ការមើលវីដេអូឬក៏ការប្រើប្រាស់ social media បានយ៉ាងត្រជាក់ភ្នែកហើយនឹង smooth ល្អផងដែរអូខេឥឡូវយើងមកដឹងអំពី performance នៅលើទូរស័ព្ទមួយនេះវិញម្ដងដែលវាដំណើរការនៅលើ chip Snapdragon 7S Gen 4ជាមួយនឹង RAM 12GB បូកនឹង RAM ជំនួយ 6GB ហើយនឹង storage 512GB សម្រាប់ chip ដែលគេបំពាក់នេះគឺគេ focus ទៅលើប្រសិទ្ធភាពក៏ដូចជាដំណើរការនៃការប្រើប្រាស់ឲ្យកាន់តែប្រសើរក៏ដូចជាកាត់បន្ថយទៅលើការកើនឡើងនៃកម្ដៅនៅលើទូរស័ព្ទរបស់យើងអញ្ចឹងយើងអាចនិយាយបានថាតាក់ទងជាមួយនឹងទូរស័ព្ទមួយនេះគឺវាស័ក្តិសមសម្រាប់ឲ្យយើងប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ multitasking ទៅលើការថតរូបការថតវីដេអូដូចទៅលើការងាររបស់ខ្ញុំជាដើមចំពោះមុខងារសុវត្ថិភាពវិញគឺនៅលើនេះគេមានតាក់ទងជាមួយនឹង AI Face Unlock ដែលយើងអាចធ្វើការដោះសោតាមរយៈមុខហើយក៏មានជាមួយនឹងការ scan កញ្ចក់ដៃនៅលើ screen ឬក៏យើងស្គាល់ថា in screen fingerprint sensor នេះដែលវាអាចធ្វើការចាប់យកទៅលើការ scan កញ្ចក់ដៃរបស់យើងបានយ៉ាងលឿននៅក្នុង Redmi Note 15 Pro Plus 5G នេះគឺយើងទទួលបានជាមួយនឹងមុខងារ AI ជាច្រើនមែនទែននៅក្នុងនោះគឺវាមានជាមួយនឹង AI Writing AI Speech Recognition AI Interpreter AI Search ហើយនឹង AI Creativity Assistant for Photo ដែលយើងអាចធ្វើការ remove reflection លុបទៅលើវត្ថុដែលយើងមិនចង់បានចេញពីរូបភាពនៅក្នុងនោះក៏វាមានជាមួយនឹង Google Gemini ហើយនឹង Circle to Search ដែលខ្ញុំអាចនិយាយបានថាមុខងារទាំងពីរនេះគឺវាជួយទៅដល់ការងារប្រចាំថ្ងៃរបស់ខ្ញុំបានច្រើនខ្លាំងមែនទែនចំពោះទូរស័ព្ទមួយនេះគឺវាប្រើប្រាស់នៅលើ HyperOS ជំនាន់ចុងក្រោយអញ្ចឹងតាក់ទងជាមួយនឹងបទពិសោធន៍ក្នុងការប្រើប្រាស់ជាមួយនឹងទូរស័ព្ទមួយនេះគឺឃើញថាវា smooth ប្រសើរជាងជំនាន់មុនៗចង់បញ្ជាក់ប្រាប់បងប្អូនទាំងគ្នាថានៅលើទូរស័ព្ទមួយនេះគឺ support ជាមួយនឹង 5G ដោយបងប្អូននឹងអញ្ចឹងថាប្រទេសកម្ពុជារបស់យើងគឺដាក់ឲ្យប្រើប្រាស់ជាមួយនឹង 5G ហើយអញ្ចឹងនៅលើទូរស័ព្ទមួយនេះខ្ញុំបានធ្វើការដាក់ SIM តេស្តប្រើប្រាស់ផ្ទាល់គឺចេញ 5G យើងអាចធ្វើការ test speed យើងអាចធ្វើការប្រើប្រាស់ social media បានមួយស្រឡាញ់តែម្ដងអញ្ចឹងនេះគឺជាចំណុចមួយដែលអ្នកទិញទូរស័ព្ទគួរតែពិចារណាដូចគ្នាចឹងបើសិនជាបងប្អូនជាអ្នកដែលប្រើតកូ Redmi Note ពីមុនមកខ្ញុំជឿថាភាគច្រើនគឺបងប្អូនដឹងតែចាប់អារម្មណ៍ជាមួយនឹង Redmi Note 15នេះហើយដោយសារតែឃើញថាមានការ upgrade ច្រើនជាងមុនហើយបទពិសោធន៍នៃការប្រើប្រាស់នៅលើទូរស័ព្ទមួយគ្រឿងនេះក៏ល្អជាងមុនដូចគ្នាយោងទៅតាមការប្រើប្រាស់ការតេស្តរបស់ខ្ញុំផ្ទាល់បើសិនជាប្រៀបធៀប Redmi Note 15ជាមួយនឹង Redmi Note 14ដែលចេញតាំងពីឆ្នាំមុននោះសម្រាប់បងប្អូនដែលចាប់អារម្មណ៍ជាមួយនឹងទូរស័ព្ទមួយនេះអាចធ្វើការស្វែងរកបាននៅគ្រប់ហាងដែលគាត់សហការជាមួយនឹង Xiaomi ទាំងអស់ហើយចំពោះទូរស័ព្ទមួយគ្រឿងនេះក៏វាមានពណ៌ផ្សេងៗឲ្យយើងធ្វើការជ្រើសរើសទៅតាមចំណង់ចំណូលចិត្តឬក៏ការស្រឡាញ់របស់យើងផងដែរអូខេអញ្ចឹងតើតើជាមួយនឹងបទពិសោធន៍ក៏ដូចជាអ្វីដែលខ្ញុំបានប្រើប្រាស់នៅលើទូរស័ព្ទមួយនេះគឺមានប៉ុណ្ណឹងបងប្អូនទាំងនេះយល់យ៉ាងម៉េចដែរកុំភ្លេច comment នៅខាងក្រោមហើយពួកយើងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត